បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបង្កើត Gmail ដោយមិនប្រើលេខទូរស័ព្ទជាដំបូងយើងទៅចូល App Store សិនមកឬក៏ Play Store ហើយយើងចូលទៅកន្លែង Gmail របស់យើងបន្ទាប់មកបងប្អូនគឺចុចតាមហ្នឹងមកបើសិននេះហ្នឹងហើយបងប្អូនចុចកន្លែង Gmail របស់យើងមកដើម្បីយើងផ្លាស់ប្ដូរ Gmail របស់យើងចុចសញ្ញាដែលខ្ញុំប្រាប់ហ្នឹងមកហ្នឹងហើយចុចមកបងប្អូនជ្រើសរើសពីបញ្ចូលគណនីផ្សេងនេះយើងបញ្ចូលគណនីមួយទៀតអញ្ចឹងបងប្អូនសម្រាប់នេះយើងធ្វើតាមផ្លូវហ្នឹងវាស្រួលបន្ទាប់មកទៀតយើងចុចពាក្យ Google នេះមកចុច Google មកបាទGmail នេះយើងអាចប្រើបដអសនបានបងឬក៏អាចប្រើបានយូរក៏ថាបានដែរដោយសារតែយើងប្រើអញ្ចឹងយើងចុចពាក្យបង្កើតមួយទៀតហើយចុចពាក្យបង្កើតមកអាពីរនេះយើងយកណាក៏បានដែរខ្ញុំសម្រាប់ខ្ញុំតខ្លួនទៅតែឈ្មោះកន្លែងនេះគឺយើងដាក់តាមដែលយើងចង់ដាក់មកខ្ញុំដាក់ឈ្មោះខ្ញុំមកស៊ីណាហ្នឹងហើយស៊ីណាកូស៊ីណាក៏តមកដាក់ស្រួលចាំមកហើយពេលហើយខូចកាណាអញ្ចឹងស៊ីណាកាណាអញ្ចឹងទៅអូខេបន្ទាប់មកថ្ងៃខែឆ្នាំកំណើតរបស់យើងចេះតែដាក់មក3ចន្លោះលើហ្នឹងដាក់ចេះតែដាក់ទៅហ្នឹងហើយជាមួយខ្ញុំចេះតែដាក់សិនហ្នឹងហើយដាក់ដើម្បីឲ្យយើងស្រួលចាំសម្រាប់ mail ទាំងអស់យើងប្រើដូចគ្នាអញ្ចឹងក៏បានដែរសំខាន់គឺយើងមួយថ្ងៃយើងបង្កើតបានតែ1ឬក៏2 3ទេណា mail ប្រភេទចាស់ហ្នឹងហើយបន្ទាប់មកយើងចុចបន្ទាប់នេះខ្ញុំសម្រាប់ខ្ញុំប្រើតែ mail វាឲ្យស្រាប់ចេះតែខ្ញុំអត់បង្កើត mail ផ្ទាល់ខ្លួនអាស័យដ្ឋានផ្ទាល់ខ្លួនខ្ញុំ mail វាឲ្យមិនខ្ញុំយកទៅប្រើអញ្ចឹងបណ្ដោយអញ្ចឹងខ្ញុំយកខាងលើបន្ទាប់មកខ្ញុំបញ្ចូលពាក្យសម្ងាត់វាយលេខកូដសម្ងាត់មកហើយយើងដាក់លេខកូដសម្ងាត់បងប្អូនដាក់តាមហ្នឹងមកហើយបញ្ជាក់ធ្វើតាមខ្ញុំគឺបានហើយបងប្អូនបានយ៉ាងស្រួលបងប្អូនហើយយើងអាចយកទៅបង្កើតកម្មវិធី TikTok ឬក៏ Facebook អីបានមួយ set បងប្អូនសម្រាប់ mail មួយនេះហ្នឹងហើយឥឡូវបង្កើតបានហើយបងប្អូន mail នេះគឺវាដំណើរការមានន័យថាវាប្រើបានហើយបងប្អូនឃើញបន្ទាប់មកយើងចុចពាក្យបន្ទាប់ទៀតមកហើយយើងអានក៏បានមិនអានក៏បាននៅកន្លែងទៅនេះហើយយើងគ្រាន់តែចុចពាក្យយល់ព្រមមួយទៀតមកជាការស្រេចហើយបងប្អូនណាកន្លែងទៅនេះវាគ្រាន់តែជាគោលការណ៍របស់ Google ហើយយើងអានក៏បានមិនអានក៏បានដែរសម្រាប់វីដេអូនេះខ្ញុំប្រាប់តែអ្នកដែលមិនចេះទេអ្នកដែលចេះហើយគឺអាចម្លងបានបងប្អូនណាបាទហើយបើគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយចុច Subscribe ខ្ញុំម្នាក់មួយផងព្រោះ Channel នេះគឺខ្ញុំ YouTube remove ខ្ញុំចោលមួយឆ្នាំហើយខ្ញុំទៅស្នើមកវិញបានស្នើសុំគេបានគេទៅឲ្យមកវិញបន្ទាប់មកនេះវាកំពុងតែពិនិត្យព័ត៌មានមានន័យថាព័ត៌មានដែលយើងដាក់ហ្នឹងមើលទៅវាល្អអត់ឬក៏វាអាចប្រើការបានអត់ចឹងបន្ទាប់មកគឺខ្ញុំចូលទៅ check មើល mail ដែលខ្ញុំដាក់មិញសិនចាំមើលវាយ៉ាងថ្ងៃពេលយើងបង្កើតមកឥឡូវ mail ប្រើបានទេបងប្អូនតែវាមិនតាន់ថាយើងអាចប្រើវាបាន 100% ទេក៏ប៉ុន្តែយើងអាចប្រើវាបានបណ្ដោះអាសន្នអញ្ចឹងឥឡូវខ្ញុំចូល connect វាជាមួយនឹង Google Play Store សិនខ្ញុំ connect វាជាមួយ Play Store សិនដើម្បីឲ្យGoogle វាចាប់ mail នឹងសម្រាប់ប្រើនៅក្នុង Play Store សិនហ្នឹងហើយឥឡូវបានហើយបងប្អូននេះឃើញទេ mail ដែលខ្ញុំបង្កើតមិញអក្សរ N ហ្នឹងហើយតំណាងឲ្យឈ្មោះរបស់ខ្ញុំហ្នឹងហើយបន្ទាប់មកយើងចូលទៅនឹងម្ដងទៀតយើងទៅដាក់ Gmail ស្ដារវាមួយដើម្បីឲ្យវាមានភាពរឹងមាំតិចកុំឲ្យវាមានហានិភ័យយើងគ្រាន់តែចូលចឹងមកចូលទៅយើងចូលពាក្យ account នៅ Google account បន្ទាប់មកចាំវាបន្តិចបងប្អូនចាំវាបន្តិចហ្នឹងហើយនេះចំណុចនេះបងប្អូននេះឃើញទេវាមានដាក់ពាក្យបញ្ចូលនេះលេខទូរស័ព្ទស្ដារមានន័យថាយើងចូលឡើងហ្នឹងទៅរាល់ពេលបញ្ហាអីផ្សេងវាផ្ញើសារមកឲ្យយើងអញ្ចឹងប៉ុន្តែយើងមិនដាក់លេខទូរស័ព្ទទៅបញ្ជាក់កុំដាក់លេខទូរស័ព្ទព្រោះយើងមិនចង់ប្រើលេខទូរស័ព្ទច្រើនយើងយកតែ Gmail យើងដែលយើងប្រើភ្ជាប់លាប់ហ្នឹងយើងយកទៅប្រើមួយវាមួយទៅក៏ល្អដែរបងប្អូនយកឲ្យលើអាកន្លែងនេះបងប្អូនចុចបោះបង់មកយកឲ្យលើនេះយកកន្លែងបញ្ចូលអាស័យដ្ឋាន email មានន័យថាយើងដាក់ email សម្រាប់ស្ដាររាល់បញ្ហានានាសម្រាប់ mail ដែលយើងបង្កើតហ្នឹងគឺវាផ្ញើទៅ mail ហ្នឹងហើយអញ្ចឹងខ្ញុំវាយ mail ខ្ញុំចូលសិនបាទនេះ Gmail ខ្ញុំប្រើផ្ទាល់ខ្លួនរបស់ខ្ញុំហ្នឹងហើយរាល់បញ្ហាអីនេះឃើញទេវាចូលនៅក្នុងហ្នឹងបងប្អូនអញ្ចឹងមានន័យថាយើងអាចមានជម្រើសមួយសម្រាប់យើងដែរ mail ហ្នឹងគឺវាគ្រាន់ដែរវាយើងបានដាក់ mail ចូលមួយអញ្ចឹងណាយើងមិនប្រើលេខទូរស័ព្ទក៏បានដែរតែយើងដាក់តែ Gmail នឹងចូលមួយក៏បានដាក់យ៉ាន់ឌិចញាត់ចូលក៏បានដែរបងប្អូនខ្ញុំធ្លាប់ដាក់យ៉ាន់ឌិចដែរក៏អត់អីដែរហ្នឹងឥឡូវ mail នេះប្រើបាន 100% អញ្ចឹងសម្រាប់វីដេអូមួយនេះ
គឺមានតែប៉ុណ្្នឹងហើយបងប្អូនហើយបញ្ជាក់វីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបបង្កើត TikTok USA និងបង្កើត Facebook USA ដោយប្រើ Gmail មួយហ្នឹងអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នា